Ông chơi chan chăng wow. Updateនៅភ្នំសំពៅមានការ update ភ្នំអូជីវគេ update កន្លែងដើរសម្រាប់នៅខាងភ្នំសំពៅលុយកັບសិរីWas he doing this? Try to look at soccer. You know how you like no, but I'm thinking mine or like it could, Hello my vlog សំពៅ Yeah, because it crashed down in a normal sense. You can't make conversation. I can't understand. The view so beautiful អាតែនៅខាងភ្នំសំពៅគេមានការអាតែច្រើនមែនតែនទាំងកន្លែងឈរមើលមានជាសួនជាកន្លែងខាងនោះស្អាតកប់សេរី Let's just give it that way. Nearly done with it.
Tangan dia. Iniគេមានអាប់ដេតកន្លែងសួនបែបនេះអូខេឃើញគេអាប់ដេតច្រើនតែនៅក្នុងកន្លែងក្នុងស្ពើនេះមានការអាប់ដេតច្រើនជាងមុន See the view ជុំនេះគេដាក់ថ្មលើថ្មីមែននៅនេះគេចេញម៉ោង 6:50 ចេញទៅជីវលឿនละអាងផ្កាស្លាละអាងផ្កានេះតទៅនឹងប្រវត្តិសាស្ត្រព្រះរាជបុត្រដែលនាំយកព្រះនគរដែលមានរៀបចំទៅជាមួយនឹងនៅក្នុងSee the trên nơi Phnom Penhវាមានអង្គុទ្រុង
គឺជាលាងមួយដែលស្ថិតនៅជាមួយនឹងអាការស្លាពេលមកដល់លាងនេះអ្នកស្រុកនាំគ្នាយកដៃគូត្រង់ដើម្បីបន់ស្រន់ទៅតាមបំណងប្រាថ្នាសម្លេងនៃការគូត្រង់នេះបានលើទៅក្នុងលាងតូបពេញមកវិញត្រឡប់មកទុំធ្វើជាច្រើនដងសរុបនៅកងរាជត្រីបង្ហាញពីនៅគ្រូចង្រៃនេះនឹងកោកាជាទីជាផាត់ពីពួកគេចឹងនៅនេះវាមានលាងខ្យល់ដែលហៅថាលាងខ្យល់ដោយសារនៅពេលក្នុងលាងនេះយើងមានអារម្មណ៍ថាមានខ្យល់ហើយត្រជាក់ជាងនៅទីតាំងផ្សេងទៀតអ្នកស្រុកមានជំនឿថាបើមានស្រូបយកខ្យល់នឹងបន់ស្រន់ពីបំណងប្រាថ្នាក្រៅពីច្រកចូលនឹងលាងមានខ្យល់តូចមួយទៀតជាប់ជាប់ជាមួយនឹងលាងដែលមានភាពអង្ហិតនិងតូចជាប់ទៀតមានលាងមួយទៀតពាក់ព័ន្ធជាមួយនឹងលាងតែងខ្លួនរឿងតាមរឿងព្រេងព្រះរាជកុលព្រះនាងរំសាយសក់តែងខ្លួននិងជាកន្លែងតុបតែងខ្លួនជារខោរបស់ព្រះបាទរាជកុលនៅពេលព្រះតុបតែងខ្លួនរួចរាល់ពួកគេត្រូវធ្វើដំណើរតាមផ្លូវរួមទៅខាងរខោនៅខាងក្រៅដែលជាសម្ដែងទៅថ្វាយព្រះរាជកុលដែលជាម្ចាស់សំពៅបច្ចុប្បន្នផ្លូវរួមភ្ជាប់ខោនេះអាចនាំដំណើរបានទៀតដែលរួមនោះមានដីលុបតលពេលខ្លួនខ្លះធ្វើឲ្យផ្លូវចង្អៀតដីហាត់និងអូសស័យនៅក្នុងសម័យរាជវង្សស្ថាននេះត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់មនុស្សដែលមានម្សៅតុកនៅតុកសំណាញ់នៅក្នុងឆ្មាជាពិសេសសម្រាប់ពាក់ក្នុងឬអាក្បាស់ខ្មៅតែថតណាចង់ថតទុកឲ្យកូនគេមើលគេរៀនមិនប៉ះអីគេសួរអត់ដឹងក្រុមសពៅមានលាងអីគេខ្លះនេះចម្លើយអានលខោគឺជាលាងទលំទលីដែលប្រជាជនបាននិយោគជាកន្លែងសម្រាប់ក្រុមសម្ដែងព្រះរាជកុលតទៅក្នុងប្រទេសណាជួយស្ដីព្រះនាងរំសាយសក់នៅក្នុងសម័យពលពតលាងនេះគឺជាទីពិឃាតមកដល់ហើយសារគួរឲ្យអាណាធនដែលមនុស្សរបស់ពួកគេបាត់ទៅសម្រាប់ប្រជាជនក្នុងប្រជាជនក្នុងអាប្រជគឺជំរុញដោយក្នុងដៃដែលបង្ហាញពីគ្រោះថ្នាក់នៃសម័យពលក្នុងចូលបណ្ដាសំណងនៅខាងឆ្វេងមានចលុះព្រះកំពង់12ម៉ែត្រដូចជាអណ្ដាតនៃខ្មែរក្រហមអ្នកតូននៅក្នុងស្ពុតមានកម្រិតអាននៅក្នុងមានគ្រោះថ្នាក់នៅក្នុងទូកញ្ចក់ជាហេតុនាំឲ្យអ្នកស្រុកនិងគ្នាទេសចរនៅគ្នាហៅឡាននេះថាឡានលខោនក្នុងឡានកង្កែបឡានកង្កែបគឺជាឡានមួយស្ថិតនៅក្នុងដៃកញ្ចក់ហាងនេះក្នុងឆ្នាំជួយបបងនៅក្នុងឡានសុខភាពទៀតកង្កែបការពីរិជមនធ្វើដំណើរហើយយើងមានឡានសំឡេងមានឡាននេះមួយទៀតឡានស្ថានីយ៍ឬឡានធំទៀតគឺឡានសូមខ្ចីចានឆ្នាំងវ៉ាវឡានស្ដេចដំរីអាស្ដេចដំរីគឺជាឡានមួយដែលស្ថិតនៅក្នុងជ្រោមតាមតានៅក្នុងឡាននោះយកចំអានលើខ្លះអូចឹងនេះគឺជាឡានទី11ឡានទី12ឡានទី13ឡាន14ឡានខ្វែងឡានគិរីរម្យឡានកំពូលភ្នំសំពៅឡានអណ្ដូងព្រេងច្រើនChing and back I should not look at